បងប្អូនមានដឹងអត់ Oppo Reno 15 Series 5G ស៊េរីថ្មីរបស់យើងមានកាមេរ៉ា selfie 0.6x ទំហំ50 megapixel ចាជាក់ស្ដែងនៅក្នុងដៃនេះខ្ញុំនេះគឺ Oppo Reno 15 5G ចាមិនថាការថតរូបចាម្នាក់ឯងឬមួយក៏ថតរូបជាក្រុមទេគឺចាប់ប្លង់រូបភាពហ្នឹងគឺបានតរៀមែនតើហើយគុណភាពនៃរូបភាពចេញមកគឺច្បាស់ស្អាតខ្លាំងមែនតើចាបងប្អូនជាក់ស្ដែងនេះគឺជារូបភាពនេះខ្ញុំប្រៀបធៀបថតជាមួយនឹងកាមេរ៉ា 0.6x ហើយនឹងកាមេរ៉ា 1x បងប្អូនអាចមើលជាក់ស្ដែងបានចា 0.6x គឺប្លង់តរៀមែនតើហើយនឹង 1x ហ្នឹងគឺប្លង់វារៀងជាបន្តិចចាពីមុនបងប្អូនចាផ្សាយចេញក្រៅអញ្ចឹងទៅកាមេរ៉ា selfie ពីខាងមុខអត់មាន 0.6x ទេបងប្អូនត្រូវថតកាមេរ៉ាខាងក្រោយចេះមែនអត់ចាខាងក្រោយចេះអញ្ចឹងមានការបាក់មែនតើដោយសារតែយើងមើលកាមេរ៉ាអត់ឃើញទេចាមើលពីក្រោយអត់ឃើញទេគុណភាពនៃរូបភាពចេញមកវាអាចវាចាមុខឬមួយក៏បិទភ្នែកអីអញ្ចឹងទៅឬមួយក៏ភ្នែកយើងស្លឹងអត់ចំកាមេរ៉ាអញ្ចឹងទៅតែបើសិនជាបងប្អូនមាន Oppo Reno 15 5G តែមួយគ្រឿងទេគឺអត់ក្តីបារម្ភរឿងចាថតរូប selfie ពីខាងមុខបែបប្លង់ទលាទៀតហើយចាបងចង់បានជាមួយនឹង Oppo Reno 15 Series 5G របស់យើងគឺអាចមករកបាននៅហាងរថយន្តឬទូរស័ព្ទដៃទំនើបផងដែរអរគុណតើ